អាយុដំម៉ូតយូសោះសមាជិករដ្ឋសភានាំយកអំណោយនិងថវិកាជូនពលរដ្ឋដែលរងការខូចខាតគ្រោះអគ្គិភ័យឆេះផ្ទះចំនួន10ខ្នងក្នុងស្រុកក្រូចឆ្មាររសៀលថ្ងៃទី23ខែមេសាឆ្នាំ2026អាយុដំម៉ូតយូសោះសមាជិករដ្ឋសភាអាយុដំសុហរ៉ូហ្វាតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំនិងអាយុដំម៉ាត់កូហ្វូតអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនិងបាននាំយកអំណោយព្រមទាំងថវិកាប្រគល់ជូនដល់ពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន10ខ្នងស្ថិតនៅភូមិទី6ឃុំរកាខ្នុលស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំលើកឡើងនៅរបាយការណ៍អាយុដំម៉ាត់កូហ្វូតអភិបាលរងខេត្តបានបង្ហាញថាកាលពីថ្ងៃទី4ខែមេសាឆ្នាំ2026មានអគ្គិភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន10ខ្នងនិងរាលដាលខូចខាតបន្ថែម2ខ្នងទៀតស្ថិតនៅភូមិទី6ឃុំរកាខ្នុលស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំដែលបណ្ដាលឲ្យប្រជាពលរដ្ឋបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិយ៉ាងច្រើនអាយុដំអភិបាលរងខេត្តបន្តថាក្រុមការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តត្បូងឃ្មុំអាយុដំប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានយកចិត្តទុកដាក់និងចាត់ឲ្យមន្ត្រីរាជការចុះមកពិនិត្យមើលស្ថានភាពខូចខាតទ្រព្យសម្បត្តិព្រមទាំងបាននាំយកអំណោយថវិកាមកជូនដល់បងប្អូនពលរដ្ឋផងដែរជាមួយគ្នានោះអាយុដំម៉ូតយូសោះសមាជិករដ្ឋសភាបានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តត្បូងឃ្មុំដែលយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានដល់ឡែកថ្ងៃនេះក្នុងនាមសមាជិករដ្ឋសភាក៏បាននាំយកអំណោយរួមមានស្បៀងអង្ករសម្ភារៈព្រមទាំងថវិកាដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យនេះផងដែរបន្ទាប់ពីមតិសម្ដែងសម្ដាលអាយុដំគណៈអធិបតីបានអញ្ជើញផ្ដល់ជូននៅអំណោយព្រមទាំងបានដឹកនាំមន្ត្រីរាជការពិនិត្យមើលទីតាំងផ្ទះដែលរងការខូចខាតដោយអគ្គិភ័យនេះផងដែរ